នារីដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់ប្រែពីរូបរាងបែបនេះទៅជារូបរាងបែបនេះព្រោះតែអ្វីទៅអ្នកគ្នាដឹងអត់ថាមកពីអីគេអ្វីគ្រប់យ៉ាងណាគឺមកពីស្នេហាបានគាត់ទៅជាបែបហ្នឹងអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់មកសម្រាប់រឿងមួយដែលតាក់ទងជាមួយនឹងរឿងស្នេហាខ្ញុំគិតថាពេលដែលអ្នកទាំងអស់គ្នាបានដឹងពីរឿងហ្នឹងហើយអ្នកទាំងអស់គ្នាប្រហែលជាមានអារម្មណ៍ថាមួម៉ៅបន្តិចអីនារីខាងលើម្នាក់នេះមានឈ្មោះថា Belen Monier មានអាយុ25ឆ្នាំគឺជាជនជាតិបារាំងហើយគាត់ត្រូវបានគេស្គាល់ថាជានារីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតជាងគេនិងមានបេះដូងដ៏ល្អបរិសុទ្ធទៀតផងហើយគាត់ក៏ជាមនុស្សស្រីម្នាក់ដែលបរិសុទ្ធគ្រប់រូបប្រាថ្នាចង់បានផងដែរហើយមនុស្សប្រុសទាំងអស់នោះសុទ្ធសឹងតែជាអ្នកមានតែងប្រើគ្រប់វិធីដើម្បីតាមស្រឡាញ់គាត់តែគាត់មិនបានចាប់អារម្មណ៍នោះទេគាត់បែរជាទៅលងស្រឡាញ់នឹងមេធាវីដែលមានវ័យចំណាស់ម្នាក់និងមានជីវភាពមិនសូវធូរធារទៅវិញប៉ុន្តែបងប្រុសនិងម្ដាយរបស់ Monier មិនយល់ព្រមឲ្យពួកគាត់ទាំងពីរស្រឡាញ់គ្នានោះទេព្រោះម្ដាយរបស់ Monier គាត់បាននិយាយថាគាត់ចង់ឲ្យកូនរបស់គាត់រៀបការជាមួយនឹងមនុស្សដែលមានជីវភាពធូរធារម្នាក់ដើម្បីទៅថ្ងៃមុខឲ្យកូនរបស់គាត់រស់បានស្រួលប៉ុន្តែកូនរបស់គាត់មិនបានយល់ព្រមនោះទេគាត់បានបដិសេធជាមួយនឹងម្ដាយគាត់ជាច្រើនដងនិយាយរួមទៅយ៉ាងម៉េចក៏គាត់មិនព្រមការជាមួយនឹងអ្នកផ្សេងដែររហូតដល់ម្ដាយរបស់គាត់ខឹងក៏បានបញ្ជាឲ្យអ្នកបម្រើយកគាត់ទៅឃុំនៅក្នុងបន្ទប់តូចងងឹតចាស់មួយដើម្បីឲ្យគាត់ពិចារណាពីកំហុសខ្លួនឯងអូយបងប្អូនទាំងគ្នាប្រកាសជាដឹងហើយមែនអត់ថាជំនាន់មុនណាឪពុកម្ដាយម្នាក់គឺពិបាកខ្លាំងមែនតើមករឿងកូនការប្តីឬក៏ប្រពន្ធនឹងគឺត្រូវតម្រូវឲ្យម្ដាយឪពុកអ្នករើសឲ្យមិនមែនថាយើងស្រឡាញ់នរណាម្នាក់គឺអាចនៅជាមួយនឹងម្នាក់នឹងបានទេណាតែឥឡូវយើងចូលមកដល់សាច់រឿងរបស់គាត់វិញពេលដែលម្ដាយរបស់គាត់ដាក់គាត់ឃុំនៅក្នុងបន្ទប់វាពិតជាគួរឲ្យខ្លាចខ្លាំងមែនតើហ្មងព្រោះក្នុងបន្ទប់ហ្នឹងមានតែបង្អួតតូចមួយឯងហើយបង្អួតមួយហ្នឹងគឺបើកអត់បានទៀតហើយម្ដាយរបស់គាត់ណាមិនមែនឃុំគាត់ធម្មតាណាចងដៃចងជើងរបស់គាត់ជាប់ទៅនឹងត្រែទៀតពួកអីខ្លាចគាត់លួចរត់ហើយក្នុងបន្ទប់នោះសុទ្ធសឹងតែជាសត្វល្អិតតូចនឹងកណ្ដោកាឡាជាច្រើនខ្លាំងមែនតើហ្មងពីមនុស្សស្រស់ស្អាតដែលគ្រាន់តែចង់បានក្តីស្រឡាញ់ពីបរិសុទ្ធដែលខ្លួនឯងស្រឡាញ់បែរជាត្រូវមករងទុក្ខបែបនេះទៅវិញអ្នកនរគ្នាពេលដែលស្ដាប់ហើយមានអារម្មណ៍អួលដើមកត្រូវអត់ពីមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាតតែជាស្គមស្គាំងអាក្រក់បែបនេះដោយតែបងប្អូនអរគ្នាបានឃើញនៅក្នុងវីដេអូនឹងអញ្ចឹងហើយគណៈពេលនោះណា Monier បានអង្វរនឹងប្រាប់ម្ដាយរបស់គាត់ថាគាត់បានបែកគ្នាជាមួយនឹងមេធាវីម្នាក់ហ្នឹងហើយប៉ុន្តែម្ដាយរបស់គាត់នឹងអត់បានជឿទេគាត់មិនបានដោះលែង Monier នោះទេមានតែឃុំនាងបន្តពួកអីខ្លាចនាងលួចតែតាក់ទងជាមួយនឹងមេធាវីម្នាក់ហ្នឹងទៀតហើយគាត់បានឃុំកូនស្រីរបស់គាត់អស់រយៈពេល25ឆ្នាំខ្ញុំឆ្ងល់មែនតើអ្នកគ្នាហើយក៏យល់ដែរថាគាត់ធ្វើជាម្ដាយរបស់គេបែបម៉េចគាត់បានបំផ្លាញជីវិតដ៏ស្រស់ស្អាតរបស់កូនស្រីរបស់គាត់អស់ឡើងពាក់កណ្ដាលជីវិតទេតាំងពីគាត់មានអាយុ25ឆ្នាំហើយឃុំគាត់អស់25ឆ្នាំទៀតហើយអ្វីដែលសំខាន់ណាគឺគាត់បានប្រាប់អ្នកជិតខាងថាកូនស្រីរបស់គាត់មានបញ្ហាសតិអារម្មណ៍អញ្ចឹងគាត់ត្រូវឃុំនាងបើមិនអញ្ចឹងទេនាងអាចនឹងដើរបង្កបញ្ហាបានគ្រប់ទីកន្លែងនិយាយទៅអាក្រក់មែនតើហ្មងដើម្បីតែប្រយោជន៍ខ្លួនឯងដើម្បីតែគំនុំខ្លួនឯងដើរប្រាប់គេថាកូនខ្លួនឯងនឹងឈួតហើយឃុំកូនខ្លួនឯងអស់រយៈពេលឡើងសឹងពាក់កណ្ដាលជីវិតហ្នឹងប៉ុន្តែសំណាងល្អអីមានជនមិនស្គាល់មុខម្នាក់ដែលដឹងពីប្រវត្តិរបស់ពួកគាត់ហើយជនមិនស្គាល់មុខនោះក៏បានលួចសរសេរសម្បត្តិផ្ញើទៅឲ្យខាងអាជ្ញាធរថាម្ដាយ Monier បានឃុំកូនស្រីរបស់គាត់នៅក្នុងបន្ទប់នឹងធ្វើទារុណកម្មអស់រយៈពេល25ឆ្នាំភ្លាមនោះខាងអាជ្ញាធរក៏បានចុះមកដល់ផ្ទះ Monier ផ្ទាល់តែម្ដងហើយក៏បានគាស់ទ្វារបន្ទប់ចូលទៅស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហ្មងអីអ្នកនៅស្រុកភូមិហ្នឹងដឹងស្រាប់ហើយថា Monier គាត់គឺជាមនុស្សស្រីម្នាក់ដែលស្រស់ស្អាតខ្លាំងមែនទែនហ្មងប៉ុន្តែ25ឆ្នាំក្រោយមកបែរជាឃើញ Monier នៅក្នុងសភាពមួយដែលទ្រុឌទ្រោមខ្លាំងមុខមាត់ប្រែជាអាក្រក់ហើយគាត់ក៏ខ្វក់ទៀតហើយរយៈពេល25ឆ្នាំដែលឃុំគាត់ហ្នឹងណាគីឡូគាត់នៅសល់ស្មើនឹងក្មេងអាយុ7ឆ្នាំម្នាក់បងប្អូនអរគ្នាសម័យមើលគាត់អាយុ50ឆ្នាំហើយប៉ុន្តែគីឡូគាត់ណាស្មើត្រឹមក្មេងអាយុ7ឆ្នាំទេស្គមប៉ុណ្ណាក្រក់ប៉ុណ្ណាដោយរូបភាពដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនោះអញ្ចឹងសឹងតែមិនគួរឲ្យជឿអាចនិយាយបានថាគាត់មិនដែលបានស្គាល់ពលឺថ្ងៃនោះទេហើយរឿងទាំងអស់នេះកើតឡើងមកពីម្ដាយរបស់គាត់ទាំងអស់ដែលមិនស្គាល់ពីអត្ថន័យនៃការស្រឡាញ់រវាងមនុស្សពីរនាក់គាត់ចង់ឲ្យកូនរបស់គាត់ទៅស្រឡាញ់មនុស្សដែលគាត់អ្នករើសឲ្យហ្នឹងហើយមាត់ថាស្រឡាញ់កូនចុងក្រោយធ្វើបាបកូនទៅវិញទេឥឡូវមើលបងប្អូនអរគ្នាកូនគាត់ស្អាតណាស់ជានារីម្នាក់ដែលគេប្រាថ្នាគ្រប់គ្នាតែគាត់បែរជាបំផ្លាញអនាគតនិងសុភមង្គលកូនគាត់ដោយផ្ទាល់ដៃរបស់ខ្លួនឯងដោយពាក្យចាស់មួយគេនិយាយថាបើខ្ញុំអត់បាននរណាក៏អត់បានដូចគ្នាប៉ុន្តែនេះវាលើសហើយដោយសារតែនេះគឺជាកូនរបស់គាត់ហើយគាត់ហ៊ានធ្វើដល់ថ្នាក់នឹងទៅរួចនេះឬក្តីស្រឡាញ់ដែលម្ដាយផ្ដល់ឲ្យកូនអញ្ចឹងបានថាខ្ញុំលើកយករឿងនេះមកសម្រាយព្រោះតែមិនមែនតែសម័យមុនទៅអញ្ចឹងទេសម័យនេះក៏នៅមានខ្លះដូចគ្នាចំពោះឪពុកម្ដាយដែលប្រកាន់ខ្ជាប់នៅការរើសគូសកលឲ្យកូនរបស់ខ្លួនឯងដោយគាត់គិតថាមនុស្សដែលគាត់រើសហ្នឹងសុទ្ធតែជាមនុស្សល្អតែខ្លះមិនប្រកាសថាមនុស្សដែលគាត់រើសហ្នឹងសុទ្ធតែល្អជាមួយនឹងកូនរបស់គាត់ទាំងអស់នោះទេគាត់ធ្វើបែបហ្នឹងមានតែបំផ្លាញសុភមង្គលកូនរបស់ខ្លួនឯងទេហើយនឹងធ្វើឲ្យកូនរបស់ខ្លួនឯងមិនសប្បាយចិត្តទៀតហើយខ្ញុំក៏សង្ឃឹមទៀតដែរថារឿងមួយនេះមិនអាចកើតឡើងទៀតនោះទេខ្ញុំសូមសំណូមពរទៅកាន់ឪពុកម្ដាយទាំងអស់គ្នាតែម្ដងព្រោះថាការស្រឡាញ់ពិតវាគ្មានដែនកំណត់នោះទេអញ្ចឹងបើសិនជាគាត់ស្រឡាញ់ខាងណាហើយផ្ដល់ក្តីស្រឡាញ់ឲ្យគាត់បើកចិត្តឲ្យទូលាយផ្ដល់ឲ្យគាត់រើសនៅសុភមង្គលរបស់ខ្លួនគាត់ព្រោះយើងអាចនៅមួយគាត់បានមួយជីវិតទេ